ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះនាងខ្ញុំមកជម្រាបជូនតែវារៀងអត់សូវ professional តែប៉ុន្តែគាត់ថាសង្ឃឹមថានាងខ្ញុំឆ្លៀតពេលប៉ុណ្ណេះបងប្អូនអាចទទួលយកបានចឹងណាអ្វីដែលនាងខ្ញុំចង់និយាយនៅក្នុងពេលនេះគឺតាក់ទងជាមួយនឹងការចុះផ្សាយរបស់កាសែតសារព័ត៌មានថៃ The Nation ដែលបានចុះបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាយើងតាក់ទងទៅនឹងអង្គរបស់កម្ពុជាយើងហើយខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាបានឃើញហើយនៅក្នុងការចុះផ្សាយរបស់កាសែត The Nation មួយនេះដែលគេបាននិយាយថាយោងតាមរបាយការណ៍ពីសហរដ្ឋអាមេរិកមកចាជំនាញកសិកម្មខាងសហរដ្ឋអាមេរិកគេបានបង្ហាញថាកម្ពុជាយើងប្រើប្រាស់ជីគីមីនិងប្រើប្រាស់ปุ๋យស្រែ hybrid ក៏ប៉ុន្តែជាក់ស្ដែងនេះជារបាយការណ៍ដែលយកមកបញ្ចេញបញ្ចូលពន្លើសបន្ថែមឲ្យខូចឈ្មោះកម្ពុជាតាមពិតរបាយការណ៍ជាក់ស្ដែងរបស់សហរដ្ឋអាមេរិកគេអត់បានដាក់ការចោទប្រកាន់មកដល់យើងបែបនេះទេហើយបើតាមអាដាមខំហ្វីណងដែលលោកបានបញ្ជាក់បន្តលោកបានឆ្លើយតបភ្លាមបន្ទាប់ពីឃើញប្រទេសកាសែត The Nation របស់ថៃបានចុះផ្សាយបែបនេះវាបង្កផលប៉ះពាល់ទៅដល់ទីផ្សារអង្គររបស់កម្ពុជាយើងហើយប៉ះពាល់ទៅដល់កសិកររបស់យើងដូចគ្នាផងដែរអ្វីដែលសំខាន់គឺកាសែត The Nation នេះបានចុះផ្សាយអំពីអង្គររបស់កម្ពុជាយើងដែលចោទប្រកាន់ថាយើងបានប្រើប្រាស់នៅជីគីមីហើយយើងប្រើប្រាស់នៅពូជស្រូវកូនកាត់ដែលហៅថា hybrid នោះហើយនៅក្នុងបំណងនេះចង់មិនចង់បងប្អូនប្រកាសជាដឹងហើយធម្មតាទេនៅលើពិភពលោកគេចង់បានអង្គរដែលមានសុវត្ថិភាពអង្គរដែលសុទ្ធអង្គរដែលល្អនៅពេលដែលការចុះផ្សាយបែបនេះចេញទៅគឺវាស្មើទៅនឹងការបំបាក់ទីផ្សាររបស់យើងស្មើនឹងបង្ខូចកិត្តិយសអង្គររបស់យើងធ្វើឲ្យយើងនឹងមិនមានទីផ្សារលក់ចេញលក់មិនដាច់បើកឱកាសឲ្យទីផ្សារអង្គររបស់គេពីព្រោះថៃក៏ជាប្រទេសមួយដែលប្រកួតប្រជែងខ្លាំងនៅក្នុងការនាំចេញអង្គរដូចគ្នាអញ្ចឹងនេះជាចេតនាអាក្រក់មួយរបស់កាសែត The Nation ចាក៏ដូចជាបុគ្គលស៊ីមមួយចំនួនដែលចង់កំទេចផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាយើងមិនមែនត្រឹមតែកំទេចបញ្ហាព្រំដែនទេកំទេចទាំងផ្នែកសេដ្ឋកិច្ចរបស់យើងដូចគ្នាផងដែរហេតុអីបានថៃឆ្លៀតឱកាសឈ្លានពានព្រំដែនយើងហើយចង់កំទេចសេដ្ឋកិច្ចរបស់យើងទៀតបងប្អូននឹងនេះនៅក្នុងប្រហែលឆ្នាំចុងក្រោយនេះកម្ពុជាយើងមានសក្តានុពលទៅលើវិស័យកសិកម្មខ្លាំងចាកន្លែងនេះនាងខ្ញុំសូមលើកមកនិយាយតាក់ទងជាមួយនឹងអង្គររបស់កម្ពុជាយើងបងប្អូននឹងនេះយើងជាប់ចំណាត់ថ្នាក់លេខ1ជាអង្គរល្អជាងគេលើពិភពលោក7ដងជាប់គ្នា2024ក៏យើងជាប់2025នេះក៏យើងជាប់ដូចគ្នាដែរអញ្ចឹងអានឹងវាធ្វើឲ្យគេឈ្មោះអង្គររបស់កម្ពុជាយើងកាន់តែមានការល្បីពីមួយប្រទេសទៅមួយប្រទេសរីសាយភីវាធ្វើឲ្យអ្នកបញ្ជាទិញពីក្រៅប្រទេសនឹងងាកមកទិញអង្គររបស់យើងច្រើនមែនទែនអញ្ចឹងនៅក្នុងឆ្នាំ2025បងប្អូននឹងខ្វះតែ60000តោនទៀតតែប៉ុណ្ណោះយើងនាំចេញគឺគ្រប់គោលដៅដែលរាជរដ្ឋាភិបាលលោកបានដាក់តែម្ដងឆ្នាំ2025រាជរដ្ឋាភិបាលមានគោលដៅនៅក្នុងការធ្វើម៉េចឲ្យការនាំចេញអង្គររបស់យើងទៅកាន់ទីផ្សារអន្តរជាតិបាន1លានតោនអញ្ចឹងយើងនាំចេញជាលទ្ធផលបាន940,000តោនហើយអញ្ចឹងខ្វះតែ60000តោនទៀតទេគឺគ្រប់គោលដៅរបស់យើង1លានតោនតែម្ដងនេះហើយត្រង់នេះហើយដែលថៃកើតទុកមិនសុខចិត្តដោយសារអីក្នុងនាមជាប្រទេសមួយធ្លាប់តែក្រងនៅគេឈ្មោះថាអ្វីល្អជាងគេធ្លាប់តែគិតថាខ្លួនឯងល្អជាងគេរហូតដល់ពេលគេល្អជាងម្ដងមិនសុខចិត្តមិនអាចឲ្យកម្ពុជាល្អជាងខ្លួនឯងទេអញ្ចឹងបានកាសែត The Nation បានចុះផ្សាយមកនៅក្នុងការបំភ្លើសហើយបង្ខូចទិន្នន័យពីរបាយការណ៍របស់ខាងជំនាញកសិកម្មសហរដ្ឋអាមេរិកដែលចោទថៃយើងនឹងប្រើប្រាស់ជីគីមីអញ្ចេះមួយចុះពីរនិយាយរួមទៅម៉ោងនេះនៅក្នុងប្រទេសយើងធ្វើអីគឺសូម្បីតែសារព័ត៌មានថៃក៏ចាប់យកទៅចុះដែរដើម្បីអីដើម្បីវាយបំបាក់គេឈ្មោះរបស់យើងនៅលើឆាកអន្តរជាតិហើយតាមអាដាមខំពីណងលោកបានបញ្ជាក់ឲ្យបងប្អូនឃើញនេះសារដែលនេះខ្ញុំបានដាក់ជូននេះហើយអាដាមបានផុសផ្ទាល់នៅលើបណ្ដាញសង្គមផ្លូវការរបស់អាដាមបញ្ជាក់ឲ្យថាកម្ពុជាមិនមានការប្រើប្រាស់ដកជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ះពាល់ទៅដល់អង្គររបស់កម្ពុជាទេហើយកម្ពុជាក៏មិនមានប្រើប្រាស់ពូជ hybrid អីនោះដែរនៅក្នុងម៉ោងនេះថៃមិនមែនត្រឹមតែឈ្លានពាននៅបូរណភាពទឹកដីរបស់យើងតែប៉ុណ្ណោះទេសេដ្ឋកិច្ចយើងគឺបើសិនជាអាចផ្ដួលរលំយើងបានគឺគេត្រូវតែផ្ដួលយើងតតែបានអញ្ចឹងដូចបងប្អូនខ្លះដែលគាត់តែងតែលើកឡើងថាគេអត់ចង់ឃើញយើងល្អជាងគេទេអញ្ចឹងអានេះគឺជាស្ដាយហើយពិតប្រកបពិតមែនតើសង្គ្រាមឈ្លានពាននៅតំបន់ព្រំដែនវាពាក់ព័ន្ធអីមកជាមួយនឹងការធ្វើពាណិជ្ជកម្មវាពាក់ព័ន្ធអីជាមួយនឹងការនាំចេញអង្គររបស់យើងហើយđâyបានត្រូវប្រទេសមួយនឹងមកវាយប្រហារបង្ខូចគេឈ្មោះបង្ខូចគេយុរបស់កម្ពុជាយើងដល់ថ្នាក់ហ្នឹង អ
ចាអញ្ចឹងនេះខ្ញុំជម្រាបជូនបងប្អូនប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនបានជ្រាបហើយយើងព្យាយាមធ្វើយ៉ាងម៉េចជួយផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចរបស់យើងអ្វីដែលយើងមានកំពុងតែប្រកួតប្រជែងនៅលើឆាកអន្តរជាតិហើយអង្គនេះទៀតសោតយើងខ្វះតែបន្តិចទៀតទេយើងដល់ជោគយើងឈានទៅដល់គោលដៅដែលជោគជ័យយើង hit target តែម្ដងអញ្ចឹងយើងនាំគ្នាចាប្រើសម្លេងម្នាក់បន្តិចចេញមកការពារកេរ្តិ៍ឈ្មោះកិត្តិយសរបស់កម្ពុជាយើងជាពិសេសគេការពារគឺកេរ្តិ៍ឈ្មោះល្បីរបស់អង្គកម្ពុជាយើងព្រោះយើងកំពុងតែឡើងទៅមុខហើយអង្គយើងកំពុងតែប្រកួតប្រជែងនិយាយរួមយើងវាដាច់ប្រទេសថៃប្រហែលដងមកហើយអញ្ចឹងប្រទេសមួយនឹងមិនសប្បាយចិត្តទេប្រទេសមួយនឹងមិនរីករាយនោះទេនៅក្នុងការឃើញយើងល្អជាងឃើញសេដ្ឋកិច្ចយើងដើរទៅមុខរីកចម្រើនអត់ទេគេចង់ឲ្យយើងនៅតែក្រគេចង់ឲ្យយើងល្ងងគេចង់ឲ្យយើងគ្មានចំណេះដឹងគេចង់ឲ្យយើងនៅតែជាប្រទេសមួយដែលចាំទិញតែផលិតផលពីគេរៀងរហូតគេចាំទុកយើងជាប្រទេសមួយជាសម្បុកនៃការរកលុយឲ្យគេផលិតទំនិញគេលក់មកឲ្យយើងនិយាយរួមទៅគេអត់ចង់ឃើញប្រជាពលរដ្ឋយើងមានចំណេះដឹងទេគេអត់ចង់ឃើញប្រទេសយើងជឿនលឿនអភិវឌ្ឍអាចផលិតអ្វីៗបានដោយខ្លួនឯងគេអត់ចង់ឃើញទឹកដីរបស់យើងក្លាយទៅជាបណ្ដុំឧស្សាហកម្មដែលមានអ្នកវិនិយោគច្រើនមកបោះទុននៅកន្លែងយើងទេគឺគេចង់ឲ្យយើងគឺក្លាយទៅជាមនុស្សម្នាក់ដែលមានតែលុយប៉ុន្តែគ្មានសមត្ថភាពចេះតែទិញរបស់ដែលគេផលិតដើម្បីនាំចេញមានន័យថា export only អញ្ចឹងដូចនេះខ្ញុំនិយាយត្រឡប់មកវិញថាថៃមិនចង់ឲ្យយើងក្លាយជាប្រទេសដែលផលិតខ្លួនឯងហើយនាំចេញទៅទេថៃមិនចង់ឲ្យសក្តានុពលរបស់កម្ពុជាឈរត្រដែតនៅលើឆាកអន្តរជាតិបានទេនៅក្នុងតំបន់អាស៊ីនេះថៃមើលឃើញសក្តានុពលរបស់កម្ពុជាខ្លាំងបើសិនបើបណ្ដោយឲ្យកម្ពុជារីកចម្រើនទៅមុខកម្ពុជាអាចនឹងក្លាយទៅជាអ្នកជំនួសតំណែងថៃនាងខ្ញុំហ៊ាននិយាយថាអញ្ចឹងហើយទើបថៃព្យាយាមបំផ្លាញកម្ពុជាម្ដងហើយម្ដងទៀតតួយ៉ាងជាពិសេសនោះគឺការបំផ្លាញមកលើសេដ្ឋកិច្ចថៃអត់ចង់ឲ្យកម្ពុជាមានអ្នកចេះដឹងទេថៃចង់ឲ្យកម្ពុជានៅតែជាអ្នកដែលពឹងផ្អែកទៅលើទំនិញថៃអញ្ចឹងនាងខ្ញុំសង្ឃឹមថាឆ្លងកាត់ផលវិបាកឆ្លងកាត់ភាពរងទុក្ខវេទនាបងប្អូននឹងឃើញពីអ្វីដែលប្រទេសជិតខាងកំពុងតែធ្វើហើយបងប្អូននឹងក្រោកឈរឡើងគាំទ្រផលិតផលរបស់យើងអ្នកដែលគាត់កំពុងតែក្រេបយកចំណេះអាចប្រឹងប្រែងយកចំណេះនោះមកបម្រើជាតិយើងបន្តិចទៀតយើងនឹងធ្វើជាប្រទេសដែលផលិតជាប្រទេសដែលនាំចេញយើងរួមគ្នាឲ្យសេដ្ឋកិច្ចយើងលូតទៅមុខយើងរួមគ្នាពង្រឹងសក្តានុពលរបស់យើងយកឈ្នះប្រទេសមួយនឹងឲ្យបានអរគុណច្រើនបងប្អូនទាំងអស់គ្នា